នេះគឺជាកសែតបទពិចារណាភាគ2ចឹងណាមើលនៅក្នុងភាសាកម្ពុជាក្នុងលេខ299ចឹងវិសាខប៉ុណ្ណមីគឺថ្ងៃពិសេសយើងចាំយើងចេះថ្ងៃព្រះភគវី7ប្រការសម្រាប់វន្តាវិសាខបូជារទាសែនល្អទី1គឺថ្ងៃសុមេតបណ្ឌិតពោធិសត្វពិតមានរិទ្ធបវរចាប់ផ្ដើមទទួលព្រះពុទ្ធជាកលោកធាតុញាប់ញួរសាទរពេលក្រៃទី2គឺថ្ងៃព្រះអង្គប្រសូតអស្ចារ្យរហូតកណ្ដាលព្រឹកព្រៃកំណើតចុងក្រោយប្រកាសអត្ថន័យផុតចាកភពត្រៃលែងភ័យលែងព្រួយទី3គឺថ្ងៃព្រះស្រីមហាពោធិ៍ដកចេញលេចធ្លោពោពិតមានត្រួយថ្ងៃព្រះប្រសូតពោដកជាមួយជំនួយឲ្យចិត្តរឹងរិតជ្រះថ្លាទី4គឺថ្ងៃព្រះអង្គត្រាស់ដឹងថ្ងៃមានទីពឹងនៅក្នុងលោកាជាថ្ងៃព្រះពុទ្ធបរិសុទ្ធអស្ចារ្យពួកជនជ្រះថ្លាចិន្តាល្អស្អាតទី5គឺថ្ងៃទ្រង់ចូលនិព្វានថ្ងៃព្រះទ្រង់ញៀនមានពុទ្ធោវាទចុងក្រោយបំផុតគឺកុំប្រមាទអវាទិសិទ្ធស្ថិតនៅជាគ្រូ6គឺថ្ងៃប្រជុំព្រះធាតុរាប់រយឆ្នាំទៀតតែមិនជាយូរព្រះធាតុទាំងអស់មកជុំគល់ពោទេចូលរំលាយរលត់ពុទ្ធសាសនា7គឺថ្ងៃដែលព្រះភគវីគ្រប់អង្គគាព្រះអង្គបានត្រាស់នាំមកនៅសុខវិសេសខ្លាំងណាស់គ្រប់អង្គទ្រង់ត្រាស់ព្រះធម៌ទេសនាវិសាខប៉ុណ្ណមីថ្ងៃប្រពៃពិតយើងខ្ញុំមានចិត្តនឹងខឹងជ្រះថ្លាបង្គំវន្តាអង្គព្រះសាស្តាសូត្រធម៌ថ្វាយផ្កាបូជាប្រទីបសូមអនុមោទនាវិសាខបូជាសូមអនុមោទនា300ការតាំងចិត្តជាមិត្តនិងសេចក្តីសម្រេចនេះលេខ300ការតាំងចិត្តជាមិត្តនិងសេចក្តីសម្រេច301អ្នកដែលស្គាល់ខ្លួនឯងរមែងមិនតម្កើងខ្លួន302គុណធម៌សំខាន់ណាស់បើបុគ្គលណាខ្វះនៅគុណធម៌ហើយការចេះដឹងអ្វីក្នុងលោកទាំងអស់មានតែធ្វើឲ្យបុគ្គលនោះคล้ายជាបិសាចមិនមានរឿងល្អឡើយ303បើចង់ឲ្យខ្លួនឯងស្អាតកុំសង្វាតខឹងបើចង់ឲ្យខ្លួនឯងដឹងកុំប្រឹងដេកបើចង់ចេះវែកញែកកុំទូលរែកអកតៈ304ត្រូវគ្រប់គ្រងក្រោតតែបើឆោតក្រោតគ្រប់គ្រងវិញ305ការព្រមចាញ់ក្នុងវេលាខ្លះគឺជាផ្លូវនៃសេចក្តីសម្រេចដ៏ល្អ306ការសង្រួមផ្លូវចិត្តពិតជាផុតចំណងនេះ307ក្រោតជាបឋិជនវិស័យឲ្យអភ័យជាវិស័យនៃបណ្ឌិត308ឈើក្លិនគ្រប់ដើមមិនអាចធំបានក្នុងពេលត្រឹមតែ1ឆ្នាំនោះទេ309ស្រឡាញ់គ្នានៅឆ្ងាយដូចនៅចិត្តស្អប់គ្នាពិតនៅចិត្តដូចនៅឆ្ងាយកម្លាំងចិត្តខ្លាំងជាងកម្លាំងកាយបើអត់បាយសូមបន្ថយកម្លាំងចិត្តកុំឲ្យអត់បាយហើយនៅតែខ្លាំងហ៎310មនុស្សក្ររឹតតែក្រព្រោះធ្វើមានមនុស្សមានរឹតតែមានព្រោះធ្វើក្រ311មនុស្សល្ងងរឹតតែល្ងងព្រោះធ្វើចេះមនុស្សចេះរឹតតែចេះព្រោះធ្វើល្ងង312មនុស្សបាបរឹតតែបាបព្រោះធ្វើបាបមនុស្សល្អរឹតតែល្អព្រោះធ្វើល្អ313មិនសង្រួមចិត្តចេះសូត្រធម៌ពិតតែចិត្តនៅខ្វល់សង្ខារទាំងឡាយមានហេតុមានផលបើចូលឲ្យដល់កង្វល់ចប់អង314បើនឹកខឹងនឹងអ្នកដទៃត្រូវលោកលីសម្រាប់ក្រោត315រទេះជីវិតដូចការដើរផ្លូវ
រូបរាងកាយនៅដូចផ្ទះសំណាក់ជីវិតតិចទាំងរលាក់អ៊ូលអាប្រញាប់ទុកដាក់បង្វិចទ្របបន316ស្មោះមែនតែល្ងងគួងនំវិបត្តិដឹងខ្លួនល្ងងពិតគួងគិតសាងគុណសម្បត្តិលោកីមិនផុតទេរុនលះបាបដោយបុណ្យសាងគុណលៀងទុក317បើធ្វើការអ្វីត្រូវឲ្យប្រកបព្យាយាមអំណត់ក្នុងការមិនខុសបើមានឧបសគ្គកុំរាឲ្យសោះយកឧបសគ្គនោះជំនួយកម្លាំង318ធ្វើអ្វីត្រូវចាប់ផ្ដើមពីដំបូងទើបមានពាក្យថាអ្វីក៏មានការចាប់ផ្ដើមដែរប៉ុន្តែបើមិនបានចាប់ផ្ដើមទេល្អជាងការធ្វើមិនឲ្យសម្រេច319មានព្យាយាមតែមិនឆ្លាតដោយគោក្របីឆ្លាតតែមិនព្យាយាមដោយកំបិតក្នុងស្រោមមានព្យាយាមហើយឆ្លាតហើយតែខ្សែគប់មិនល្អនឹងទៅជាមេចោលបើខ្សែគប់ល្អនឹងបានទៅជាមេដឹកនាំដ៏ល្អ320កប់បីរក្សានៅសេចក្តីល្អរបស់ខ្លួនឲ្យដូចជាស្កររក្សារសផ្អែមឬអំបិលរក្សារសត្រី321កប់បីប្រព្រឹត្តតបទៅរកអ្នកក្រោតមករកយើងដោយមេត្តាដោយសិលឲ្យដូចជាក្លិនចាំដែលជះក្លិនក្រអូបទៅរកអ្នកប៉ះទុកខ្លួនដូច្នោះឯង322ទោះបីមានទុក្ខលំបាកយ៉ាងណាជាធម្មតារបស់បណ្ឌិតរមែងមិនលះបង់ចោលនៅធัวឡើយគឺដូចជាអំពៅនៅក្នុងឃ្នៀតអញ្ចឹងរមែងមិនលះបង់នៅរសផ្អែម323ស្គាល់មុខតែមិនស្គាល់ចិត្តស្គាល់មនុស្សច្រើនពិតទុកចិត្តមិនបានដូច្នេះត្រូវទុកចិត្តខ្លួនឯងត្រូវមានជំនឿលើខ្លួនឯងត្រូវប្រឹងប្រែងជួយខ្លួនដោយខ្លួនឯងកុំបោះបង់ខ្លួនឯងចោលឲ្យសោះ324មនុស្សល្ងងលង់ក្នុងអំនួតមនុស្សអួតលង់ក្នុងខ្លួនឯង325មនុស្សរស់ព្រោះមានទ្រព្យមានមនុស្សងប់ព្រោះទ្រព្យដែរដូចចេកឫស្សីស្លាប់ព្រោះផ្លែរីឯដំរីស្លាប់ព្រោះភ្លុក326ផ្លូវឆ្ងាយដឹងកម្លាំងសេះចិត្តមនុស្សអាចដឹងក្នុងកាលយូរ327ត្រូវចេះប្រមាណខ្លួនទៅមមួនរក្សាខ្លួនបាន328ស្គាល់ខ្លួនឯងជាធាតុទៅបានឃ្លាតពីបញ្ហាដោះខ្លួនឯងពីស្នេហាទៅឈ្មោះថាខ្លាំងខ្លាពិត329មនុស្សល្អធ្វើជាមលុបឲ្យញាតគ្រប់សពអស់មិត្តព្រមទាំងខ្លួនឯងពិតត្រជាក់ចិត្តត្បិតគុណធម៌330សុភាពជនរមែងរាប់អានអ្នកដទៃដោយគុណធម៌331ចូលយកការតាំងចិត្តស្វែងរកកេរ្តិ៍ឈ្មោះមកជាការស្វែងរកគុណធម៌វិញ332មនុស្សល្អដែលចេះខ្ពើមបាបមកអំពីចេះស្រឡាញ់គុណធម៌នឹងឯង333មេត្តារងាប់វេរាបញ្ញារងាប់មោហៈខន្តីរងាប់ទោសៈសច្ចៈរងាប់លេះលោះ334ឆេវឆាវរងាប់ដោយពិចារណាវាចវេមុសារងាប់ដោយចិត្តស្មោះគំនុំគុំគួនរងាប់ដោយអនុគ្រោះទោសកំហុសរងាប់ដោយស្មារតី335ព្យាយាមប្រយ័ត្ននាំឲ្យរុងរឿងសង្គមគ្រួសារត្រៃសិក្ខានាំឲ្យរុងរឿងសង្គមសង្ឃពិចារណាមុនធ្វើនាំឲ្យរុងរឿងសង្គមត្រង់សាមគ្គីមូលផ្លុងនាំឲ្យរុងរឿងសង្គមជាតិ336មានអាហារត្រូវចែកឲ្យអ្នកស្រេកឃ្លានមានបញ្ហាត្រូវប្រឹក្សាជាមួយអ្នកដឹងចិត្ត337
អ្នកនិយមឆ្លោះដោយវិវាទរមែងបែកឃ្លាតចាកមិត្តភក្តិ338បើមកខាងមិនត្រូវការទេនឹងទំនេរពីចំនួន339កុំសាងសត្រូវកុំនៅចិត្តពេល340កុំមានចិត្តគិតអាក្រក់ចំពោះអ្នកដទៃណាទាំងអស់តែកប់បីប្រុងប្រយ័ត្នកុំចេះទៅទុកចិត្តមនុស្សគ្រប់គ្នា341មនុស្សមិនញញឹមកុំសង្ឃឹមការលក់ដូរមនុស្សមិនថ្លៃថ្នូរកុំសង្ឃឹមសេរីសួស្តី342ពេលរុងរឿងត្រូវប្រយ័ត្នពេលអត្តខាត់ត្រូវសង្វាតពេលមានកុំប្រមាទពេលខ្វះខាតត្រូវអត់ធន់343ទទួលនៅភារកិច្ចធំដុំត្រូវមានកម្លាំងខ្លាំងហើយត្រូវប្រយ័ត្នទោសៈ344បើខុសតែមួយជំហានអាចធ្វើឲ្យការងារធំដួលរលំបាន345អ្នកកម្មការងារធំត្រូវអប់រំចិត្តទប់ទល់ជាមួយនឹងពាក្យនិន្ទាសេះដៀល346ប្រហែសតែបន្តិចអាចខូចចិត្តមួយជីវិត347ធ្វើការងារសំខាន់កុំកាន់ទៅគំនិតរបស់ខ្លួនត្រូវស្ដាប់គេផងនិងត្រូវយល់ពីហេតុផលនៃការងារផង348កើតមកជាមនុស្សត្រូវព្យាយាមធ្វើល្អឲ្យខ្លាំងក្លាព្រោះសេចក្តីល្អមានច្រើនណាស់ក្រៅពីនេះអ្វីទៀតស្រេចតែកម្មលិខិត349ធ្វើជាមនុស្សត្រូវរៀនឲ្យយល់អំពីកាលៈទេសៈព្រោះបើមិនយល់ទេនឹងនាំឲ្យខកចិត្តអស់មួយជីវិត350ការធ្វើល្អជាប្រចាំជាការសម្ដែងចេញរបស់ចិត្តដែលមានសុខភាពល្អ351ខំប្រឹងរកទ្រព្យពីក្មេងវ័យមិនភ័យដល់ចាស់ច្បាស់ដេចាយខំប្រឹងធ្វើបុណ្យពីចម្ងាយសបាយដល់ចាស់ចិត្តមរណា352សាងល្អចោះចេញចាអាក្រក់វាចាត្រមុខដោយឧស្សាហ៍ដោះស្រាយកង្វល់ដោយបញ្ញាប្រកបកិច្ចការតាមចំណេះ353សុខចូលតាមទ្វារប្រយ័ត្នសុខចេញបាត់តាមទ្វារប្រហែសក្របចូលតាមចំណេះមិនប្រហែសជាទ្វារជ័យ354ចំណេះវិជ្ជាទាំងឡាយបើមិនតន់រៀនដល់ថ្នាក់ចេះអត់ធន់ទេគឺមិនតន់ដល់ថ្នាក់បញ្ចប់ឡើយ355សេចក្តីអត់ធន់អាចយកឈ្នះនៅសេចក្តីទុក្ខលំបាកបាន356ព្យាយាមអត់ធន់ជាផ្លូវឯកគឺជាផ្លូវតែមួយគត់ដែលនាំទៅកម្មសេចក្តីសម្រេច357ដើម្បីឲ្យមានសេចក្តីអត់ធន់គឺត្រូវតែសិក្សាឲ្យយល់អំពីជីវិតកើតមកនាំយកទុក្ខលំបាកមកជាមួយផងប៉ុន្តែជីវិតក៏បានបង្កប់គ្រឿងសម្រាប់កម្ចាត់បងនៅទុក្ខលំបាកនោះគឺសេចក្តីអត់ធន់មកជាមួយផងដែរជីវិតប្រៀបដូចជាអ្នកដាក់ពឹសតែជីវិតក៏មាននៅឆ្នាំបន្សាពោលគឺសេចក្តីអត់ធន់នេះឯងជីវិតកើតមកដើម្បីអត់ទ្រាំជីវិតគឺអញ្ចឹងឯងកុំចាំបាច់ចង់កុំឲ្យវាអញ្ចឹងកុំចង់បាននៅអ្វីដែលអត់ជីវិតជាសាលារៀនសម្រាប់យើងរៀនរាល់ថ្ងៃរាល់ពេលរាល់ឋានៈជីវិតមិនមែនមានតែបានលៀបទេអត់លៀបក៏ជាជីវិតដែរមានយុះអត់យុះសរសើរនន្ទាសុខទុក្ខគឺសោវិបាកអកុសលវិបាកឡាជីវិតគឺត្រូវមានធัวទាំងអស់នេះ358នៅពេលសំតាមប្រាថ្នាត្រូវអត់ធន់ឬអត់សង្កត់នៅការបានចិត្តការត្រេកអរការអួតអាង359នៅពេលខកចិត្តខកសង្ឃឹមត្រូវអត់ធន់ស្ងប់ស្ងៀមកុំក្រេវក្រោធ360កុំចិញ្ចឹមខ្លាឬអាសេរពឹសក្នុងខ្លួនសត្វសាហាវទាំងអស់នេះវារមែងបៀតបៀនម្ចាស់ជាពិតប្រកបខ្លាគឺតណ្ហាអាសេរពឹសគឺទោសៈ
លោកមនុស្សនិយមគ្នាថារបស់ផ្លែករបស់ថ្មីរបស់ដែលមិនធ្លាប់ជួបប្រទះជារបស់ពិសេសជំនួសការដែលឃើញត្រូវថាការឈ្នះគ្រប់យ៉ាងគឺនៅត្រង់មិនត្រូវការ362ទោះជាមិនបាននៅសម្បត្តិណាក៏ដោយសេចក្តីសំខាន់គឺនៅត្រង់មិនត្រូវការដូច្នេះសម្បត្តិទាំងពួងក៏អស់នៃ363ការអស់នៅសេចក្តីប្រាថ្នាឈ្នះអស់ទុកទាំងពួង364ល្អពីដើមដល់ជាប់មានតែសេចក្តីល្អទេ365មិនមានអ្វីដែលល្អសម្រាប់យើងជាងយើងជាមនុស្សល្អនោះឡើយ366ការចេះដឹងនិងការប្រព្រឹត្តល្អព្រមទាំងសេចក្តីស្ងប់គឺជាសារៈខ្លឹមសារនៃជីវិត367មនុស្សមានចិត្តខ្ពស់មិនឲ្យចំនួនរីករាលដាល368ព្រះធម៌ចូលខ្លួនពេលណាមនុស្សទេវតាក៏បានរួចពីបាបពេលនោះដែរ369ឆ្នៃចិត្តឲ្យមានពលិរស្មីមានគុណតម្លៃលើសចរណៃទាំងពួង370គោរពកោតក្រែងមិនមែនសម្ដែងថាខ្លួនអន់ទេគឺជាសម្បត្តិគុណបុណ្យយោះគេនាំឲ្យមានស្នេហ៍ដូចផ្កាក្រអូប371ចូលធ្វើអ្វីៗក្នុងថ្ងៃនេះឲ្យបានល្អចុះឧបនិស្ស័យនៃសេចក្តីល្អនឹងមានដល់ថ្ងៃស្អែកជាប្រកបត្រូវចាំថាឧបនិស្ស័យល្អកំដរជីវិត372បានប្រាក់ខែតែជីវិតពិតជាអស់គួរអាឡោះអាល័យស្ដាយ30ថ្ងៃកុំព្រោះទ្រព្យកប់ជីវិតពិតគ្មានន័យគួរលោកលីឆ្នៃជីវិតផលិតបុណ្យ373ពាក្យដែលបានសន្យាប្រែคล้ายជាចវាយនាយត្រូវធ្វើតាមនិយាយកុំមើលងាយពាក្យសច្ចៈ374សច្ចៈជាមរតកសំខាន់ណាស់អ្នកដែលយល់ច្បាស់រមែងរក្សា375សច្ចៈជាគុណតម្លៃរបស់មនុស្សធ្វើឲ្យមនុស្សមានគុណភាព376មនុស្សយកសម្ដីតម្រៃយកភ្លុកខ្មែរចងក្រមទុកជាពាក្យប្រដៅនាងនួនក្លឹមក្នុងឫស្សីក្លឹមក្រៅក្លឹមមនុស្សសម្ដៅនៅត្រង់ពោលពិត377ប្រយ័ត្នជាមេត្តានៃគុណធម៌ទាំងពួង378ត្រូវប្រយ័ត្នតាមទ្វារទាំង6សូម្បីការបែកធ្លាយតូចតាចនៃឥន្ទ្រីព្រោះថារុនតូចអាចធ្វើឲ្យទូកធំលិចបាន379មើលសត្វកណ្ដៀកពូនដីមើលសត្វបក្សីក្រងសម្ដប់មើលឃ្មុំជាដើមសាងក្តីសុខជាយាមសម្រាប់បានសម្រេច308ទឹកស្រក់តក់ទម្លុះថ្មរលក់តថ្មសឹកដាច់កម្មការងារអ្វីត្រូវបដូរផ្ដាច់ផលល្អសម្រាប់ព្រោះជាយាម381ត្រូវយកចិត្តទុកដាក់ចំពោះការងារដែលខ្លួនមានត្រូវរៀបចំឲ្យល្អកែច្នៃឲ្យរឹតតែប្រណិតព្រោះថាក្នុងโลกនេះមិនមាននរណាមកលើកតម្កើងយើងឲ្យដូចជាខ្លួនយើងគោរពក្នុងការងាររបស់ខ្លួនឡើយ382អាចឆ្លងរួចពីទុក្ខទាំងពួងក្នុងសង្សារវដ្តបានព្រោះជាយាម283សេចក្តីក្លាហានណាដែលប្រសិទ្ធចាកនៅអកតៈទាំង4អកតៈទាំង4គឺ1លំអៀងព្រោះស្រឡាញ់2លំអៀងព្រោះស្អប់3លំអៀងព្រោះវង្វេង4លំអៀងព្រោះខ្លាចសេចក្តីក្លាហាននោះជាឫសគល់នៃជ័យជំនះយ៉ាងទៀតជាគុណសម្បត្តិដែលស្ថិតនៅក្នុងការចងចាំរបស់មនុស្សតគ្នាមិនងាយរលាយសាបសូន្យពីโลกនេះឡើយ
ព្រោះជាសេចក្តីក្លាហានពិតប្រាកដ384គោលធម៌ធ្វើខ្លួនឲ្យជាទីគោរពនៃខ្លួនឯងគឺ1មិនបោះបង់ខ្លួនឯងចោលក្នុងអបាយមុខ2មិនធ្វើឲ្យខ្លួនឯងខូចព្រោះទុច្ចរិត3មានសតិសម្បជញ្ញៈមិនភ្លេចខ្លួនឯង4មានសច្ចៈមិនបញ្ឆោតខ្លួនឯង5បំពេញតួនាទីដែលជាប្រយោជន៍ដែលជាទីពឹងដល់ខ្លួនឯងនិងអ្នកដទៃមិនឲ្យខ្លួនឯងស្លាប់ទាំងរស់ស្ទើរទាំងស្រស់នោះឡើយ285អាចជួយអ្នកដទៃក្នុងរឿងអ្វីបានត្រូវតែជួយព្រោះយើងមិនងាយមានឱកាសល្អយ៉ាងដូចនេះឡើយ386យើងកើតមកជាមនុស្សអាចជាទីពឹងឲ្យអ្នកដទៃបានខ្លះនោះវាគួរឲ្យយើងសប្បាយចិត្តណាស់ប៉ុន្តែបើមិនបានជួយអ្វីដល់គេទេកុំតែទៅបៀតបៀនគេកុំគិតអាក្រក់ទៅរកគេក៏គង់នៅក្នុងថ្នាក់គ្រាន់បើដែរ387បើធ្វើជាទីពឹងឲ្យគេមិនបានទេកុំភ្លេចធ្វើជាទីពឹងឲ្យខ្លួនឯង388នៅពេលក្រោតកើតឡើងសុទ្ធតែមានហេតុផលប៉ុន្តែវាគឺជាហេតុផលនៃគំនិតដែលគិតខុសពីសេចក្តីពិតនៃអារម្មណ៍ទាំងអស់ព្រោះថាការពិតនៃអារម្មណ៍ក្នុងលោកមិនមានអារម្មណ៍ណាមួយទាំងបញ្ញត្តិទាំងបរមត្ថដែលគួរឲ្យក្រោតនោះឡើយ389រាល់ពេលដែលមានសតិឬបញ្ញាបានដឹងការពិតនៃអារម្មណ៍មានតែនាំកុសលធម៌ឲ្យកើតឡើងប៉ុណ្ណោះភាពពិតនៃអារម្មណ៍គឺអញ្ចឹងឯង390រាល់ពេលដែលអកុសលកើតឡើងសុទ្ធតែប្រកបជាមួយមោហៈដែលជាតួដឹងខុសពីការពិតនៃអារម្មណ៍391បដិសេធនៅអ្វីដែលមិនដឹងនាំឲ្យងងឹតឈឹងហៅមនុស្សល្ងងយកដោយមិនគិតនាំឲ្យលងហៅថាមនុស្សល្ងងដូចតែគ្នា392ជាភៅគឺជាទ្វារសម្រាប់ចូលទៅមើលជីវិតនិងមើលធម្មជាតិក្នុងលោកគ្រប់យ៉ាង393អ្នកដែលប្រាថ្នាញ៉ាំងជីវិតរបស់ខ្លួនឲ្យមានសេចក្តីចម្រើនក៏បីអានសិភៅជាប្រចាំ394ការចេះជ្រើសរើសសិភៅដែលមាននៅប្រយោជន៍យកមកអានគឺជាការប្រយ័ត្នប្រយែងទាំងក្នុងទ្រព្យសម្បត្តិទាំងក្នុងពេលវេលាទាំងក្នុងជីវិតគឺជាការប្រយ័ត្នដ៏ខ្ពង់ខ្ពស់395មិត្តជាបុគ្គលដែលយើងចាំបាច់ត្រូវមានបើមិនច្រើនក៏តិចដែរការគប់មិត្តល្អនិងជាស្ពាននាំទៅរកក្តីសុខនិងសេចក្តីចម្រើនយ៉ាងឆាប់រហ័សតែបើគប់មនុស្សអាក្រក់ក៏រមែងនាំមកជាបញ្ហាឬភ័យវិបត្តិឲ្យដល់ខ្លួនឯងនិងគ្រួសារ396កាលបើយើងដឹងថាគេជាមនុស្សមិនល្អត្រូវបប្រតិបត្តិដូចតទៅ1កាលបើដឹងមុនត្រូវកុំគប់រោគកុំក្បែរ2បើដឹងតាមក្រោយក៏គួរដាស់តឿនឲ្យជាភ្ញាក់ខ្លួន3បើគេមិនភ្ញាក់ខ្លួនត្រូវឈប់ខ្សែគប់កែត្រូវឈប់យ៉ាងប្រយ័ត្នប្រយែងថយដោយមិនឲ្យគេដឹងខ្លួនមានការកាត់ទំនាក់ទំនងផ្សេងដែលធ្លាប់មានបន្តិចម្ដងរហូតអស់បើឈប់គប់រោគឲ្យគេដឹងខ្លួនភ្លាមគេអាចនឹងក្លាយជាសត្រូវដល់យើងបាន397ប្តីប្រពន្ធជាបុគ្គលដែលជិតស្និទ្ធនឹងគ្នាជាទីបំផុតដោយខ្លួនតែមួយអញ្ចឹងអាចនិយាយបានថាចិត្តមួយថ្លើមមួយឬបេះដូងតែមួយតែប្តីប្រពន្ធបានគ្នាជាមនុស្សល្អក៏ជាមិត្តស្លាប់រស់នឹងគ្នាបានតែបើប្តីឬប្រពន្ធជាមនុស្សអាក្រក់វិញនោះក៏នឹងคล้ายជាមនុស្សដែលគួរឲ្យខ្លាចក្រៃលែងព្រោះដេកនៅជាមួយគ្នាមានប្តីប្រពន្ធច្រើនគូណាស់ដែលក្រោយជារៀបការហើយរមែងមានសភាពខុសគ្នាអំពីមុនរៀបការនេះមកពីការចិត្តដិតស្និទ្ធស្នាលពេកទៅនាំឲ្យខ្វះការគោរពគ្នាការមានភារៈច្រើនការមានកូនច្រើនការខ្វះខាតសីលធម៌
នឹងការខ្វះមេត្តាមកជំនួសរាគៈជាដើមទៅធ្វើឲ្យប្តីឬប្រពន្ធផ្លាស់ប្ដូរនិស្ស័យឧបនិស្ស័យចរិតជាស្រ័យមិនដូចគ្នាពីខាងដើម398ចំពោះប្តីប្រពន្ធបើព្យាយាមកែនៅអ្វីដែលជាទម្លាប់អាក្រក់ឲ្យគ្នាមិនបានទេក៏គួរទៅទ្រាំសិនទៅចុះព្រោះកម្មបានលិខិតឲ្យខ្លួនត្រូវមកនៅជាមួយមនុស្សដែលមិនល្អនឹងទៅហើយយ៉ាងទៀតបានជាមានកូនជាមួយគ្នាទៅហើយទាំងដែលកូននៅតូចឬច្រើនទៀតផងប៉ុន្តែបើទ្រាំមិនបានទេនោះក៏ត្រូវដោះស្រាយដោយសន្តិវិធីឡើងតុលាការលេងវាគ្នាតាមស្រួលទៅចុះដាច់ខាតកុំយកអំពើអាក្រក់មកដោះស្រាយឲ្យសោះព្រោះទីមិនរងាប់ដោយការចងពៀឡើយ399ម៉ែឪជាបុគ្គលដែលមាននៅព្រះគុណយ៉ាងក្រៃលែងលើកូនប្រុសស្រីសូម្បីតែគាត់មិនបានបំពេញតួនាទីរបស់ម៉ែឪដោយសពគ្រប់យ៉ាងណាក៏ដោយក៏ត្រូវតែកូនជូននៅប្រយោជន៍ចេញដល់គាត់កុំសម្ដែងអាការៈស្អប់ពើមើលងាយមើលថោកឬផ្ចង់ខ្យាលនិយាយចិញ្ចើគាត់ឲ្យសោះត្រូវយកល្អមកឲ្យឈ្នះនៅអ្វីដែលមិនល្អវិញនោះគឺតួនាទីខ្លួនដែលជាកូនល្អដូចជាសម្ដែងការដឹងគុណជូនមេដាបិតាដោយពិតប្រាកដជូនសេចក្តីគោរពចិញ្ចឹមជាបាលថែរក្សាដោយផ្ចិតផ្ចង់ជាទីបំផុតចំពោះមេដាបិតាឡា400បើមេដាបិតាជាមនុស្សកាចមករកខ្លួនជាកូនខ្លាំងពេករហូតមិនអាចទ្រាំបានក៏គួរបែកទៅនៅទីដទៃកុំយកអាក្រក់ទៅតបស្នងជាដាច់ខាតជាប់ទីវរាខ្លាំងណាស់ការដែលយើងមកកើតជាកូនរបស់គាត់ក៏ព្រោះយើងបានធ្វើនៅអំពើដែលនាំឲ្យមានពីវរាជាមួយគាត់ម្ល៉េះហើយទៅគាត់គិតបញ្ជីជាមួយយើងដូច្នេះយើងត្រូវព្រមទទួលតម្រាំអស់កម្មចាស់ត្រូវឲ្យរួចគ្នាក្នុងជាតិនេះដោយយើងមិនធ្វើអាក្រក់តបឡើយ401កូនជាខ្សែលោហិតដែលមិនងាយកាត់បាច់បានឡើយបើនរណាបានកូនល្អដែលហៅថាអតិជាតិបុត្រអ្នកនោះគឺជាអ្នកមានបុណ្យខ្ពស់ត្រូវសប្បាយក្នុងរឿងកូនអស់មួយជាតិតែបើបានកូនដែលមិនល្អវិញក៏គួរតែយកអស់កម្លាំងកាយចិត្តសតិបញ្ញាមកដោះស្រាយអប់រំទូមានព្រានប្រដៅមានម៉ែឪច្រើនណាស់ដែលមិនពូកែចិញ្ចឹមកូនគឺច្រើនតែបណ្ដោយតាមចិត្តកូនទៅក្នុងផ្លូវដែលខុសដូចជាកូនខ្ជិលជាដើមមិនដាស់តឿនមិនដាក់ទោសទោះជាយ៉ាងណាក៏ដោយចុះកូនអាក្រក់ក្នុងលោកបានជាមានទៅហើយច្រើនទៀតផងសូម្បីតែមេដាបិតាជាមនុស្សល្អម៉ាត់ស្យាត់ប្រយ័ត្នប្រយែងនិងយកចិត្តទុកដាក់អប់រំយ៉ាងពេញទំហឹងក៏ដោយនេះជាឧបនិស្ស័យអាក្រក់របស់កូនមកជួបនឹងម៉ែឪដែលខ្វះបុណ្យឬព្រោះជាប់កម្មពីជាតិមុនមកត្រូវដោះស្រាយដោយការយល់អំពីរឿងជីវិតត្រូវឲ្យមាននៅគុណធម៌ប្រចាំចិត្តស្ងប់ត្រជាក់និងមិនមានបញ្ហា402ទាំងអស់គ្នាត្រូវតែចាំថាបើចង់ល្អត្រូវឲ្យលះបើចង់ឈ្នះត្រូវឲ្យទ្រាំជីវិតកើតមកដើម្បីតស៊ូដោះស្រាយបញ្ហានិងជាពិសេសត្រូវឲ្យចេះល្មមនឹងអ្វីដែលមានកុំចង់បានរបស់ដែលអត់អស់ចំណងតណ្ហាឈ្នះទុកទាំងពួង403ថ្ងៃនេះយើងបានប្រាក់ច្រើនប៉ុន្តែជីវិតយើងក៏បានអស់ទៅមួយថ្ងៃដែរប្រាក់កើនរាល់ខែរាល់ឆ្នាំជីវិតក៏អស់ទៅដូចគ្នាបើជីវិតត្រូវអស់ទាំងអស់ហើយតើប្រាក់និងសម្បត្តិទ្រព្យផ្សេងទៀតក្នុងជាតិនេះមានប្រយោជន៍អ្វីសម្រាប់យើង404បាច់ពួកដាក់គ្នាសុទ្ធប្រឡាក់ជឿជាក់ចាំចងកំប៉ងឆ្លោះកុំបញ្ឈឺចិត្តកុំត្រគោះធ្វើល្អគេឈ្មោះពីរោះក្រៃ405កើតមួយជាតិភេទមួយចានបានធ្វើល្អបុណ្យកំដរតជីវិតពិតប្រពៃពេលស្លាប់ទៅនៅល្អឈ្មោះរស់មានន័យអ្នករតីលៃលោកត្រាប់ច្បាប់គំរូ